ថាទៅឲ្យចិត្តបងហើយឡើងរៀបថាស្និទ្ធហ្មងឡើងមឿងហ្វាអាចគិតទៅណាឆ្ងាយពីគាត់ហ្មងហើយធីរ៉ាប្រាប់ថាគាត់ចង់រៀបថា skinship ប៉ះពាល់ដៃកាន់ដៃអោបអីអញ្ចឹងឲ្យដូចសង្សារទូទៅហើយពេលហ្នឹងដែរមឿងហ្វាក៏និយាយថាអញ្ចឹងចាប់ពីថ្ងៃហ្នឹងទៅបងសុំឯណារៀបថាហ៊ានចាប់ដៃប្អូនហ៊ានគៀកស្មាហ៊ានស្និទ្ធស្នាលជាងមុនណាហើយពេលហ្នឹងក៏ពួកគាត់យករូបមួយមកគូហើយពេលហ្នឹងក៏ឈប់បិចហើយមឿងហ្វាយធីរ៉ាក់ហ្នឹងមើលមុខគ្នាសាក់ស្ទើរអត់ដឹងថាណាគេហើទៅដល់ពេលទៅហើទាំងពីរអ្នកដៃគេហ្នឹងក៏ប៉ះគ្នាហើយគេងាកមកមុខគេក៏នៅជិតគ្នាប៊ីបានម៉ូមែននេះហ្នឹងអ៊ីមេដោះចូលមកអីណាសាំហ្មងណាធ្វើឲ្យម៉ូមែនហ្នឹងត្រូវរលាយដោយអំបិលត្រូវទឹកចង់ដោយសារអ៊ីមេដោះម្នាក់គាត់ឥឡូវនេះមឿងហ្វាគាត់ចង់ធ្វើម្ហូបឲ្យធីរ៉ាក់ញ៉ាំទៀតហើយឥឡូវគេទៅដល់កន្លែងធ្វើម្ហូបហើយអ្នកនរគ្នាស៊ីននេះក៏មានរបៀបថា moment គេចាប់ផ្ដើមប៉ះពាល់គ្នា skin sip ខ្លះៗហ៊ានប៉ះគ្នាហ៊ានញ៉ាស់គ្នាបល័យគ្នាដូចសង្សារគ្នាគេឈរពីក្រោយព្រានធីរ៉ាក់ធ្វើម្ហូបអីណាទៀតមឿងហ្វាឥឡូវហ៊ានអោបប្អូនហើយធីរ៉ាក់ក៏អត់មានប្រកែកអីដែរដោយសារគេចង់ឲ្យបងគេអោបគេដែរបន្ទាប់ពី sweet ហើយឥឡូវនេះម្ហូបពួកគាត់ក៏បានធ្វើហើយពេលធ្វើហើយណាធីរ៉ាក់បានទាញទូរស័ព្ទមកថតរូបបងគេមួយសិនគេអត់ទាន់ញ៉ាំទេហើយបងគេហ្នឹងក៏ទាញទូរស័ព្ទមកថតរូបធីរ៉ាក់ដូចគ្នានិយាយទៅគេថតរូបគ្នាទៅវិញទៅមកហើយគេ add story ទៀតហើយគេ add story រូបសង្សារគេទៅវិញទៅមកគេចាប់ផ្ដើមមើល sweet ដូចអ្នកគ្នាគេមានចិត្តលើគ្នាទៅវិញទៅមកហើយនេះអ្នកមើលដឹងថាពីរអ្នកហ្នឹងមានចិត្តលើគ្នាទៅវិញទៅមកតែពីរអ្នកហ្នឹងអត់ដឹងថាខ្លួនឯងមានចិត្តលើគ្នាឯសាំហ្មងគាត់ចង់ខាង PO វិញបន្ទាប់ពីឃើញគេ add story sweet ហើយឥឡូវគាត់ខឹងទៀតហើយពេលហ្នឹងគាត់ពងអង្គុយញ៉ាំបាយមួយម៉ាក់គាត់អញ្ចឹងគាត់ក៏បានសួរទៅម៉ាក់គាត់ថាហេតុអីម៉ាក់គាត់មិនចាត់ការមឿងហ្វាហ្នឹងទៅម៉ាក់គាត់តំណែងធំសឹងអីចាត់ការវាចេញទៅហើយម៉ាក់របស់គាត់ក៏ប្រាប់ថាគេក៏តំណែងធំដែរមឿងហ្វាក៏កូនអ្នកមានដែរអញ្ចឹងទៅគាត់ពិបាកចាត់ការណាហើយធំអីមិនទាអីបាននឹងរហូតទេដល់អញ្ចឹងទៅ PO គាត់ខឹងម៉ាក់គាត់ក៏ងើបចេញពីតុបាយក៏ប៉ុន្តែម៉ាក់គាត់ប្រាប់ថាឲ្យដើរមកវិញត្រឡប់មកអង្គុយញ៉ាំបាយវិញហើយគាត់ក៏ត្រឡប់មកអង្គុយវិញហើយម៉ាក់គាត់ក៏បានប្រាប់ថាហែងបាច់ធ្វើអីហែងបាច់បកករឿងចាំឲ្យម៉ាក់ដោះស្រាយតាមក្រោយចាំម៉ាក់ចាត់ការឲ្យខ្លួនឯងអញ្ចឹងបានន័យថាពួកគាត់ចង់ធ្វើអីមឿងហ្វាយក៏ទៅខាងមឿងហ្វាយជាមួយនឹងធីរ៉ាក់វិញឥឡូវនេះពួកគាត់កំពុងតែអង្គុយមើលរឿងមួយគ្នាហើយមិនដឹងមើលរឿងអីទេក៏ប៉ុន្តែមើលឡើងដេកលក់ទាំងពីរនាក់ហ្មងនិយាយថាមុនដំបូងមឿងហ្វាដេកមុនហើយតមកធីរ៉ាក់គេប្រាប់ថាបងកុំដេកលើខ្នើយអញ្ចឹងមកដេកលើកផ្លូវគេមកអូខេហើយដល់ពេលដែលមឿងហ្វាដេកលក់បាត់ណាដល់ពេលធីរ៉ាក់ហ្នឹងងុយដេកម្ដងហើយធីរ៉ាក់ក៏បានដេកផ្អែកសូហ្វាហ្នឹងទៅហើយមឿងហ្វាដេកលើផ្លូវរបស់ធីរ៉ាក់ដល់ពេលអ្នកភ្ញាក់ដឹងខ្លួនមកមុនគឺមឿងហ្វាហើយធីរ៉ាក់ពេលគេឡើងខ្ជូតទាំងអស់គ្នាដូចឡាប៊ូប៊ូពេលបើកភ្នែកធម្មតាហ្នឹងខ្ជូតណាដល់ពេលបិទភ្នែកទៅមុខហាត់តែដូចតុក្កតាឡើងខ្ជូតហើយមឿងហ្វាពេលឃើញប្អូនដេកលើសាឡុងអញ្ចឹងខ្ញុំក៏បាក់ដេកគាត់ក៏ប្រាប់ថាមកទៅដេកនៅកន្លែងផ្សេងវិញកន្លែងហ្នឹងបាក់ដេកណាទៅដេកនៅណាមឿងហ្វាហើយបន្ទាប់មកគាត់ក៏បាននាំធីរ៉ាក់ហ្នឹងទៅគេនៅក្នុងកន្ទប់របស់គាត់ហ្មងហើយពេលចូលដល់ក្នុងកន្ទប់របស់មឿងហ្វាហ្នឹងពីរនាក់ក៏បានអង្គុយនិយាយគ្នាមកសពតវានិយាយបែបស៊ីជម្រៅអញ្ចឹងស៊ីជម្រៅដល់ថ្នាក់មានម៉ូមែនឲ្យយើងឃើញអ្នកនរគ្នាគេនិយាយគ្នាសុកទៅស្រាប់តែមឿងហ្វាហ្នឹងតែអន់ទៅថាប្អូនហើយអ្នកនរគ្នាមើលឡើងរ៉ូមែនទិកហ្មងតែទីអ្នកអត់គ្នាដឹងហើយថាមិនរ៉ូមែនទិកអញ្ចឹងហើយពេលហ្នឹងក៏បានហៅគ្នាមែនតែនអ្នកទាំងអស់គ្នាពីរអ្នកហ្នឹងខ្ជូតខ្លាំងមែនតែនហើយដល់ពេលអញ្ចឹងទៅនេះមឿងហ្វាអ្នកនរគ្នាគ្រប់យ៉ាងមិញហ្នឹងគឺធីរ៉ាក់របស់យើងនឹងដេកយូរសពតែឯងទេយើងនេះខំគិតថាគេមាន moment first kiss ស្អីអ្នកនរគ្នា first kiss ក្នុងយូរសពហ្នឹងហើយតមកធីរ៉ាក់របស់យើងអៀនមឿងហ្វាខ្លាំងមែនទែនគាត់ក៏ប្រាប់ថាឥឡូវគាត់ទៅក្រៅវិញទៅរៀបថាចេញពីកន្ទប់កុំឲ្យនៅចិត្តមឿងហ្វាព្រោះពងតាអៀនណោះហើយមឿងហ្វាដេកតែឆ្ងល់ទៅមិញហ្នឹងមុនដេកទៅអីទេហើយងើបពីដេកមកធ្វើផ្លែករត់គិចមុខអីអញ្ចឹងហើយគាត់ក៏សួរទៅធីរ៉ាក់ថាកន្លែងដេកហ្នឹងអត់ស្រួលមែនដេកអត់សូវលក់មែនបានងើបមករៀងផ្លែកអញ្ចឹងហើយធីរ៉ាក់ក៏ប្រាប់ថាអត់អីគ្រាន់តែគាត់ភ្ញាក់អីគាត់ចង់ទៅឲ្យស្រឡះមុខមាត់ចេញក្រៅស្រឡះមុខមាត់អីអញ្ចឹងទៅហើយពេលធីរ៉ាក់ងើបចេញពីខែហ្នឹងគាត់រៀងប្រញាប់ស្លន់ភ័យហងធ្វើគាត់ប៊ីសនឹងដួលអញ្ចឹងទៅបានធ្វើឲ្យមុខពីរអ្នកហ្នឹងចិត្តគ្នាចិត្តបាន moment ទៀតអ្នកនរគ្នាតែបានអីឡើយហ្នឹង
ហើយឥឡូវនេះធីរ៉ាក់ហើយមឿងហ្វាបានត្រឡប់មកដល់ផ្ទះរបស់ធីរ៉ាក់វិញហើយគឺមឿងហ្វាជូនធីរ៉ាក់មកផ្ទះហើយធីរ៉ាក់គាត់ក៏អរគុណហើយតែកាយវិការរបស់គាត់បែបប្រញាប់អត់ចង់នៅចិត្តមឿងហ្វាហ្មងហើយមឿងហ្វាគ្នាអង្គុយតែឆ្ងល់ហើយការស្អីគេហើយមិនអញ្ចឹងគាត់សួរធីរ៉ាក់ថាបងធ្វើអីអាណៃអត់ចិត្តមែនហើយធីរ៉ាក់ថាអត់មានអីទេក៏ប៉ុន្តែស្លន់ចង់តែកិច្ចមុខហើយមឿងហ្វានេះឆ្ងល់កើតអីគេមិនបានទៅជាអញ្ចឹងគាត់ចូលមកខាងលីវិញឥឡូវនេះគាត់មកផ្ទះហើយមឿងហ្វាក៏គាត់មកផ្ទះដែរអញ្ចឹងទៅបងប្អូនគ្នាក៏បានអង្គុយនិយាយគ្នាហើយមុខរបស់មឿងហ្វារៀងកញើដោយសារគាត់នៅឆ្ងល់ធីរ៉ាក់មិនបានអញ្ចឹងហើយលីក៏បានសួរបងប្អូនគាត់ថាហើយបងឯងកើតអីមែនជួគ្នាមួយធីរ៉ាក់មែនអីអញ្ចឹងទៅហើយគាត់ថាមានជួទេតែធីរ៉ាក់រៀងផ្លាច់កិច្ចមុខបងមិនដឹងទេតិចបងធ្វើអីឲ្យធីរ៉ាក់អត់សុបាយចិត្តទៅហើយលីក៏គាត់ថាអញ្ចឹងហើយមិនបានចេញជាអញ្ចឹងធ្វើឲ្យស្និទ្ធមួយគ្នាតែឥឡូវទៅសោះក៏ក្រោះវិញណាហើយបន្ទាប់មកលីក៏នឹកឃើញគំនិតមួយប្រហែលជាធីរ៉ាក់ហ្នឹងអៀនមួយបងគាត់ហើយបានកិច្ចមុខអញ្ចឹងធ្វើឲ្យមឿងហ្វារបស់យើងមានអារម្មណ៍ថាសុបាយចិត្តជាងមុនណាគេមិនកិច្ចមុខដោយសារគេស្អប់គេខឹងអីទេគេអៀនមិនគេកិច្ចមុខហើយលីពេលដែលឃើញអញ្ចឹងក៏សុបាយចិត្តដែរក៏ចំខាងធីរ៉ាក់វិញពេលមកដល់ផ្ទះវិញរៀងស្មើដូចរឈឺមិនម្ដងឯងហើយពេលហ្នឹងគាត់មកឈរចាក់ទឹកឲ្យបងគាត់អង្គុយនៅក្រោយហ្នឹងបងគាត់ឆ្ងល់ឃើញបងរៀងស្មើក៏សួរក៏ហាវតែធីរ៉ាក់អត់ឆ្លើយហ្មងរៀបថាគ្នាផ្លឹកហើយដល់គាត់ស្លុតសួរខ្លាំងបានធីរ៉ាក់ងាកមកហើយបងគាត់បែបសួរថាធីរ៉ាក់កើតអីមែនមិនផ្លឹកចឹងហើយធីរ៉ាក់ទៅចេះបងប្រហែលខ្ញុំឈឺអីតែដឹងថាខ្លួនឯងឈឺអីតែប៉ិតអ្នកនរគ្នាឥឡូវហ្នឹងធីរ៉ាក់ហ្នឹងគាត់អៀនមឿនហ្វាដល់ពេលអញ្ចឹងទៅគាត់ដាក់អៀនហ៎ហើយដល់ពេលគាត់អៀនគាត់ទៅមានសាហាវដំបងគាត់ថាខ្លួនឯងគាត់ឈឺបេះដូងគាត់លន់ញាប់ទៀតហើយគាត់ថាគាត់ឈឺគាត់និយាយថាឈឺចង់ទៅពេទ្យបេះដូងគាត់លន់ញាប់ហើយបែបគាត់បានចាប់អារម្មណ៍ថារឿងមានស្នេហានឹងអីទេគាត់សួរបងគាត់ថាអនឡាញផឹកកាហ្វេមែនឬក៏អត់ស្រួលខ្លួនមកពីមូលហេតុអីអញ្ចឹងពេលធីរ៉ាក់ថាអត់អីបងតិចចិត្តលេងអីទេដោយសារតែមិនឈឺក្តៅខ្លួនអីណាអ្នកនរគ្នាឈឺអៀនហ្នឹងគាត់ចូលទៅខាងថ្ងៃស្អែកនៅសាលារៀនគឺពួកគាត់5នាក់បងតារៀបចំ slide ធ្វើ presentation អីចឹងទៅហើយហៀគាត់អ្នករៀបចំកាន់ slide ហ្នឹងហ្មងប៉ុន្តែគាត់ថាទុកចិត្តលើគាត់គ្រប់យ៉ាងទុកចិត្តលើគាត់ដល់ពេលដល់ថ្ងៃគាត់ភ្លេចយកfile នឹងមកដាក់នៅ USB ភ្លេចយកមកហើយចឹងទៅរៀលឌឺថាទុកចិត្តលើហែងទុកចិត្តអញ្ចឹងហើយបន្ទាប់មកពួកគាត់ក៏ស្វាស្វែងទៅរកអានឹងមកហើយពួកគាត់ក៏បានឡើង present អញ្ចឹងមានក្រុមផ្សេងៗគេ present ហើយអស់ហើយគ្រប់គាត់ចុងក្រោយគេហើយ present ហ្នឹងអ្នកគ្រូសាស្ត្រទិដ្ឋាសាស្ត្ររបស់គាត់ល្អហើយសំខាន់ណាពេលយើងអ្នកនរគ្នារៀនសកលដឹងឲ្យយើង presentation ហើយយើងមិនមាន slide thank you អីអញ្ចឹងទៅហើយដល់ពេលslide thank you ហ្នឹងហ៊ានរៀបចំមឿងហ្វាហើយនឹងហ៊ាអត់អីណាមឿងហ្វាគឺគាត់ឡើងគៀងហ្មងដោយសារអារូងហ្នឹងវាក្រក់មើលពេកអ្នកនរគ្នាទីខ្ញុំដាក់ធំឲ្យមើលហើយហ៊ាឡើងមានក្តីសុខហ្មងប៊ូលីមិត្តភក្តិខ្លួនឯងនឹងមឿងហ្វាឡើងមុខឡើងស្មើហើយមិនធ្វើរូបអញ្ចឹងអ្នកនរគ្នាមើលរូបហ្នឹងនេះសុទ្ធអីណាអីណៃអើយបន្ទាប់ពី present គម្រោងរបស់ពួកគាត់ហើយឥឡូវគាត់ចាប់ផ្ដើមធ្វើតាមគម្រោងគឺនាំគ្នាមកហាត់សមហើយធីរ៉ាក់ជាមួយនឹងមឿងហ្វាហ្នឹងគឺសំខាន់ហ្មងពួកគាត់ត្រូវសម្ដែង2នាក់ហ្នឹងឲ្យស៊ីជម្រៅជាងគេហើយពេលហ្នឹងហ៊ាបានទិញទឹកមកឲ្យធីរ៉ាក់ហើយធីរ៉ាក់ក៏បានឲ្យនំទៅឲ្យហ៊ាវិញអានំហ្នឹងតាំងពីដើមរឿងគេចូលចិត្តយកនំហ្នឹងឲ្យមិត្តភក្តិគេហើយបន្ទាប់មកហ៊ាក៏និយាយថាអូយធីរ៉ាក់ចិត្តល្អមែនអត់ដូចបែបសោះចិត្តអាក្រក់ខ្លាំងហើយបងប្អូនគ្នាមួយចិត្តល្អមួយចិត្តអាក្រក់អញ្ចឹងហើយបែបប្រាប់ថាបានអីស៊ីទៅល្អតាមច្រើនយកវិញឥឡូវពួកគាត់ចាប់ផ្ដើមហាត់សមហើយពេលហ្នឹងធីរ៉ាក់គាត់ថាគាត់អត់ស្រួលខ្លួនទេគាត់ឈឺតាំងយប់មិញឈឺអៀនហើយដោយសារតែត្រូវសម្ដែងមួយមឿងហ្វាហើយគាត់មានអារម្មណ៍ថាគាត់អៀនមឿងហ្វាអ្នកនរគ្នាអញ្ចឹងទៅវាពិបាកសម្ដែងណាហើយបងគេយកចិត្តទុកដាក់ជាមួយធីរ៉ាក់ដែរដោយសារមើលទៅធីរ៉ាក់រៀងអត់ស្រួលខ្លួនអារម្មណ៍នៅក្នុងខ្លួនណាអញ្ចឹងទៅពួកគាត់ក៏ប្រាប់ថាសមបានតិចតួចគាត់ថាសម្រាប់សិនទៅហើយបើនិយាយពីការសមវិញអូយដូចមែនតែនអ្នកមើលណែមើលឡើងញក់មើលឡើងជាតិហ្មងហើយគេរត់ថើបគ្នាឯពេលសម្ដែងហ្នឹងចាប់តែបែបបើគាត់ឃើញអញ្ចឹងគាត់ហាមពួកហ្នឹងព្រាមអត់មានថើបទេអត់មានថើបប្អូនគាត់ទេហើយអាគេសមចិត្តចូលតួពិតឯហ្នឹងបែបតែហាមអញ្ចឹងទៅវាដាច់អស់ធ្វើអីហៀបើយើងចង់ខឹងដែរវាថាអូយហែងហាមធ្វើអីវាថាមិនលឹះលុបអីនៅដល់ថ្នាក់ហ្នឹងឯងវាថាចង់ឲ្យការងារហ្នឹងហើយអត់បើចង់ឲ្យការងារហ្នឹងហើយយកឲ្យគ្រូចាប់ឲ្យប្អូនសមហាត់ឲ្យចាប់ទៅហើយតមកគាត់ខ្វល់មួយហៀគាត់ទៅមើលធីរ៉ាក់ប្អូនគាត់ប្អូនគាត់សឹមថាឈឺក្តៅខ្លួនអីអញ្ចឹងណាហើយដល់ពេលអញ្ចឹងទៅម្នាក់ឃើញថាធីរ៉ាក់មើលទៅរៀងអត់ស្រួលមែនមកគាត់ស្លេកស្លាំងក៏ប្រាប់ឲ្យធីរ៉ាក់ទៅសម្រាប់នៅផ្ទះទៅហើយមឿងហ្វាគាត់ឃើញធីរ៉ាក់គាត់ស្រួលខ្លួនណាគាត់ថាអញ្ចឹងអញ្ចឹងអ្នកនរគ្នាទៅផ្ទះហើយចាំខ្ញុំមើលថែធីរ៉ាក់ហើយខ្ញុំជូនធីរ៉ាក់ទៅផ្ទះដល់ពេលបែបប្រាប់ថាណែបងស្រីនៅនេះបាច់ហែងជូនទៅឯងជូនបងអញទៅផ្ទះ
ធ្វើឲ្យមឿងហ្វាយើងឡើងស្ពៃហ្មងណាកាត់ចូលទៅខាងផ្ទះរបស់ធីរ៉ាក់ឥឡូវនេះយើងឃើញម៉ាក់គាត់ហើយបែបបានប្រាប់ម៉ាក់គាត់ថាធីរ៉ាក់អត់សូវស្រួលខ្លួនទេម៉ាក់ធីរ៉ាក់ដូចឈឺអញ្ចឹងហើយម៉ាក់គាត់បារម្ភខ្លាំងមែនតើថាកូនកើតអីអញ្ចឹងទៅដល់ពេលធីរ៉ាក់មកដល់ផ្ទះវិញជាធម្មតាជំងឺអៀនអ្នកនរគ្នាឲ្យតែឃើញមឿងហ្វាអត់ស្រួលខ្លួនហ្មងដោយសារអៀនដល់ពេលនៅផ្ទះវិញគាត់ស្រួលខ្លួនធម្មតាហើយបែបគាត់ក៏បានសុំប៉ាគាត់ថាគាត់ត្រូវទៅថត MV នៅសមុទ្រហើយធីរ៉ាក់ក៏ជួយថត MV នឹងដែរហើយប៉ាគាត់ដំបងអត់ចង់ឲ្យទៅទេតែដល់ពេលគាត់ទៅគាត់មកកូនធំអីហើយក៏វាតាក់ទងមួយការងាររៀនដែរអញ្ចឹងគាត់ក៏ឲ្យទៅកាត់ចំដល់ពេលយប់ធីរ៉ាក់យើងគាត់ពងតែគេងតែពេលគេងហ្នឹងក៏មានអ្នកទេមកហ្នឹងគឺជាមឿងហ្វានឹងឯងគាត់ប្រាប់ថាមកយកថ្នាំមកបងទិញថ្នាំឲ្យបងនៅមុខផ្ទះអញ្ចឹងទៅធីរ៉ាក់យើងបងឯងចាំនៅសិនណាខ្ញុំចុះទៅណែគេ take care គេបារម្ភអត់បានមកមើលថែក៏បានទិញថ្នាំឲ្យដែរហើយពេលជួបគ្នាហ្នឹងគឺអត់មាននិយាយអីសាច់ការច្រើនទេគ្រាន់តែសួរសុខទុក្ខអូនមិនហើយអីអញ្ចឹងហើយទិញថ្នាំឲ្យប៉ុណ្ណឹងហើយធីរ៉ាក់យើងសប្បាយចិត្តខ្លាំងមែនតើហើយគាត់ប្រាប់ទៅមឿងហ្វាថាគាត់ជាឯងគាត់អត់អីទេហើយនិយាយទៅឲ្យតែគេបានឃើញមុខគ្នាគឺគេមានក្តីសុខសប្បាយរីករាយហើយមឿងហ្វាយកដៃទៅស្ទាបមុខប្អូនទៀតថាប្អូនក្តៅខ្លួនឬក៏អត់ណែ moment ទីទៀតអ្នកនរគ្នាមាន moment ច្រើននេះអ្នកនរគ្នាតាមដាននេះចំពោះ EP 5របស់យើងគឺចាប់តាមនេះឯងចាំជួបគ្នានៅ EP 6 បាយបាយ